សួស្តីបងប្អូនអរគ្នាវីដេអូនេះគឺខ្ញុំមកបង្ហាញកន្លែងកម្សាន្តមួយកន្លែងគឺនៅកោះនរាយបងប្អូនសម្រាប់បងប្អូននៅភ្នំពេញពិតជាស្គាល់ហើយក៏ធ្លាប់មកលេងច្រើនដងដែរបងប្អូនហើយនៅលើកោះនរាយនេះក៏មានកន្លែងកម្សាន្តមានតាំងពីឡានបើកបុកគ្នាហើយមាននិយាយចំសម្រាប់ដូចថាបងប្អូនដូចថារវល់ការងារមកកំសាន្តអារម្មណ៍ភាពស្មុគស្មាញបងប្អូនអាចមកលេងនៅកន្លែងតំបន់កំសាន្តនេះដើម្បីស្រូបខ្យល់អាកាសដូចថាស្រូបខ្យល់អាកាសបរិសុទ្ធអីចឹងបងប្អូនដូចថា stress នៅក្នុងការងារចឹងណាសម្រាប់បងប្អូនដែលមានកូនតូចៗក៏អាចនាំកូនមកលេងនៅកន្លែងកំសាន្តនៅលើកោះនរាយហ្នឹងណាបងប្អូនកន្លែងកំសាន្តគឺមានច្រើនបងប្អូនមានតាំងពីនិយាយចំច្រើនមុខមានតាំងពីសាររាត្រីមានកន្លែងគេលក់ម្ហូបអាហារហាងជាច្រើនហើយវាមានមាត់ទន្លេដូចថាយើងពេលព្រឹកពេលល្ងាចអីដូចថាបងប្អូនចង់មកហាត់ប្រាណឬក៏មកស្រូបខ្យល់បរិសុទ្ធអីចឹងបងប្អូនអាចមកលេងនៅកោះនរាយហ្នឹងបានណាបងប្អូនសម្រាប់ដូចថាបងប្អូនតាមខេត្តទេដូចថាមិនសូវស្គាល់ទេប៉ុន្តែសម្រាប់បងប្អូនដែលនៅភ្នំពេញគឺស្គាល់ច្បាស់មកបងប្អូនមិនថាមកលេងម្ដងឬក៏ពីរដងហើយអាចពេលខ្លះក៏មកលេងច្រើនដងដែរបងប្អូនកុំឲ្យ stress ក្នុងការងារច្រើនពេកអញ្ចឹងបងប្អូននេះមានតាំងពីគេជិះរកទៅលើលឿនបងប្អូនបើថាក្មេងៗជិះទៅមើលទៅដូចអត់មានភ័យបារម្ភផងបងប្អូនលើកទៅលើខ្ពស់ហើយតម្លាក់មកវិញលឿនអញ្ចឹងហើយវាហោងពោះហ្មងបងប្អូនមានលបាយកម្សាន្តច្រើនណាបងប្អូននេះទស្សនភាពដែលខ្ញុំថតទៅតាមមាត់ទន្លេបងប្អូនមាត់ទន្លេនៅលើកោះនរាយបងប្អូនសម្រាប់ពេលហ្នឹងគឺខ្ញុំថតនេះពេលយើងរងាចតិចបងប្អូនអញ្ចឹងថតទៅវាអត់ទៅពណ៌ស្រស់ស្អាតទេដោយសារមេយើងស្ទុំចង់ភ្លៀងហ្នឹងបងប្អូនមានតាំងពីកន្លែងនេះគេជិះខ្លាឃ្មុំជិះខ្លាអីលេងនៅតាមមាត់ទន្លេហើយក៏មានបងប្អូនមកហាត់ប្រាណសម្រាប់ពេលល្ងាចសម្រាប់បងប្អូនដែលថាមានគូស្នេហ៍មានសុខសាអីក៏មកលេងមកគូអញ្ចឹងទៅមកលេងនៅតាមមាត់ទន្លេដើម្បីស្រូបខ្យល់អាកាសធាតុបរិសុទ្ធអញ្ចឹងបងប្អូនហើយក៏មានកន្លែងគេទូកកំសាន្តទូកគេដូចជា2ជាន់ហើយ3ជាន់ហើយខ្ញុំមើលអត់ទៅច្បាស់ដែរប្រហែលជា2ជាន់ទេហើយក៏មានកន្លែងជាម៉ូតូទឹកក៏មានតាមពីហាងកាហ្វេនេះ Brown Cafe អាហ្នឹងកន្លែងគេផែដូចថាជិះទូកលេងនៅលើទន្លេអញ្ចឹងបងប្អូនហើយមានខ្យល់អាកាសបរិសុទ្ធបើថាខ្យល់វិញគឺសលេងវូមកហើយទឹកមើលទៅដូចទឹករៀងហូរដែរបងប្អូនវាជាទឹកឡើងណាសម្រាប់ដូចថាយើងចង់ជិះទូកហ្នឹងគឺឃើញគេតម្លៃសវត្ថគេដាក់ម្នាក់ 5000 ហើយក៏មានតម្លៃសវត្ថ VIP ដែរបងប្អូននៅកន្លែងនោះគឺជាកន្លែងជាម៉ូតូទឹកបងប្អូនអានេះគឺខ្ញុំថតនៅកន្លែងតំបន់ផ្សាររាត្រីបងប្អូន
ថតអត់សូវបានច្រើនណាថតបានតិចៗនេះនៅខាងមុខថារាត្រីបងប្អូនខ្ញុំអត់បានថតខាងក្នុងបងប្អូនថតបាននៅខាងក្រៅសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំ